2024ហើយតើអ្នកណាខ្លះមិនធ្លាប់ឃើញរថក្រោះប៉ុន្តែរថក្រោះដែលអាចលោតបានបែបនេះតាមមួយជីវិតនេះអ្នកធ្លាប់ឃើញដែរឬទេក្នុងអំឡុងសង្គ្រាមលោកលើកទី2អ្នករចនារថក្រោះជនជាតិអាមេរិកម្នាក់ឈ្មោះ Henry Wallace ហាក់ដូចជាមានគំនិតចម្លែកខ្លាំងរហូតបានរចនារថក្រោះមួយដែលអាចលោតបានមើលទៅរថក្រោះជើងតែមួយនេះលោតទៅលោតមកខ្ញុំសូមសួរបន្តិចថាតើអ្នកមានអារម្មណ៍ចង់រងចាំឲ្យវាចុះដល់ដីហើយទាត់វាមួយជើងឲ្យដួលដែរឬទេនៅឆ្នាំ1942លោក Henry Wallace ឃើញថារថក្រោះនៅសម័យនោះមានភាពយឺតយ៉ាវនិងពិបាកក្នុងការឡើងចុះឧបសគ្គផ្សេងគាត់ក៏ចាប់ផ្ដើមគិតថាបើការបើកបររបៀបធម្មតាវាពិបាកបែបនេះតើហេតុអ្វីមិនឲ្យរថក្រោះគឺលោតទៅវិញចម្លើយរបស់គាត់គឺថារថក្រោះធម្មតាត្រូវរកទល់ឲ្យភាពរវាងចំណុចសំខាន់3គឺការការពារកម្លាំងអាវុធនិងសមត្ថភាពចល័តក្នុងចំណោមលក្ខណៈទាំង3នេះល្បឿននិងសមត្ថភាពចល័តជាធម្មតាតែងតែជាអ្វីដែលត្រូវលះបង់ជាមុនគេដូច្នេះលោក Henry បានគិតគំនិតថ្មីមួយគឺប្រើការលោតដើម្បីដោះស្រាយបញ្ហានេះគាត់បានរចនាជើងមេកានិកមួយដែលអាចបត់បែននិងលាតសន្ធឹងបានទូតក្រោះខាងលើមានរាងមូលដើម្បីឲ្យមានសមត្ថភាពការពារពីគ្រប់ទិសដៅបានល្អបំផុតនៅផ្នែកកណ្ដាលខាងលើមានប៉មសង្កេតតូចមួយដែលអាចបង្វិលបានសម្រាប់ឲ្យក្រុមអ្នកបើកបរមើលស្ថានភាពជុំវិញរថក្រោះជុំវិញទូតក្រោះមានប៉មអាវុធចំនួន5មួយប៉មនីមួយអាចបាញ់បានប្រហែល90ដឺក្រេតាមទិសរបស់វានៅពេលបញ្ចូលគ្នាវាអាចគ្របដណ្ដប់ការបាញ់បានពេញ360ដឺក្រេផ្នែកខាងក្រោមនៃទូតក្រោះមានរាងដូចនំដូណាត់ដែលមានប្រហោងកណ្ដាលនៅកណ្ដាលនោះមានជើងមេកានិកមួយដែលភ្ជាប់ជាមួយស៊ីឡាំងបូមជើងនេះអាចលាតសន្ធឹងដើម្បីលើករថក្រោះឲ្យផុតពីដីហើយបន្ទាប់មកបង្រួមវិញដើម្បីដាក់រថក្រោះចុះមកលើដីជាធម្មតាមនុស្សភាគច្រើនគិតថារចនាសម្ព័ន្ធបែបលាតសន្ធឹងនេះគួរតែដំណើរការដោយប្រព័ន្ធធារាសាស្ត្រឬប្រព័ន្ធប្រកែកមេកានិកផ្សេងប៉ុន្តែ Wallace ដែលពោពេញទៅដោយគំនិតច្នៃប្រឌិតមិនបានជ្រើសរើសវិធីធម្មតាទាំងនោះឡើយគាត់បានប្រើគោលការណ៍ដំណើរការដែលស្រដៀងនឹងម៉ាស៊ីនសាំង Internal Combustion Engine ឥន្ធនៈត្រូវបានបញ្ចូលទៅក្នុងស៊ីឡាំងហើយបញ្ឆេះឲ្យផ្ទុះកម្លាំងពីការផ្ទុះនោះនឹងរុញស៊ីឡាំងឲ្យផ្លាស់ទីយ៉ាងលឿនដំណើរការនេះកើតឡើងក្នុងរយៈពេលដ៏ខ្លីបំផុតមិនមែនជាការលើកឡើងយឺតដោយប្រព័ន្ធធារាសាស្ត្រនោះទេនិយាយម្យ៉ាងទៀតរថក្រោះនេះពិតជាត្រូវបានបុកឲ្យលោតចេញពីដីដោយកម្លាំងផ្ទុះប៉ុន្តែការលោតឡើងចុះគ្រាន់តែអាចធ្វើឲ្យទូតក្រោះផុតពីដីប៉ុណ្ណោះបើចង់ឲ្យរថក្រោះផ្លាស់ទីទៅមុខវានៅត្រូវការជំហានមួយចំនួនទៀតនៅពេលកំណត់ទីដៅដែលចង់ធ្វើដំណើររួចប្រព័ន្ធនឹងលាតជើងមេកានិកដែលលាក់នៅក្នុងទូតក្រោះចុះមកក្រោមបន្ទាប់មកជើងមេកានិកនឹងលើកទូតក្រោះទាំងមូលឲ្យផុតពីដីនៅពេលនោះជើងមេកានិកគឺជាចំណុចតែមួយគត់ដែលត្រូវទ្រង់ទម្ងន់របស់រថក្រោះបន្ទាប់មកជើងនឹងរុញថយទៅទីផ្ទុយនឹងទីដែលរថក្រោះចង់ទៅឬបង្វិលបន្តិចដើម្បីរុញទូតក្រោះឲ្យផ្លាស់ទីទៅមុខក្រោយពីបញ្ចប់ចលនានោះជើងមេកានិកនឹងបង្រួមវិញហើយបញ្ចុះរថក្រោះឲ្យចុះមកដីគ្រប់ពេលដែលវាលើកនិងបញ្ចុះម្ដងរថក្រោះនឹងផ្លាស់ទីទៅមុខបានបន្តិចដោយធ្វើដំណើរបែបនេះម្ដងហើយម្ដងទៀតរថក្រោះក៏អាចធ្វើដំណើរទៅមុខបានដូចជាកំពុងលោតជិះជំហានបើប្រៀបធៀបជាមួយរថក្រោះធម្មតារថក្រោះលោតនេះពិតជាមានគុណសម្បត្តិមិនតិចទេជាដំបូងគឺសមត្ថភាពឆ្លងកាត់ឧបសគ្គដោយសារវាប្រើការលោតក្នុងការធ្វើចលនាវាអាចលោតឆ្លងខ្សែលូបន្លាប្រឡាយនិងឧបសគ្គផ្សេងបានយ៉ាងងាយស្រួលបើប្រៀបធៀបជាមួយរថក្រោះធម្មតាសមត្ថភាពឆ្លងកាត់ឧបសគ្គរបស់វាខ្ពស់ជាងច្រើនបើនិយាយពីកម្លាំងអាវុធវាក៏មិនអន់ដែរដោយសាររថក្រោះនេះមានប៉មអាវុធរហូតដល់6វាអាចបំពាក់កាំភ្លើងយន្តឬអាវុធបានច្រើនជាងរថក្រោះធម្មតាកម្លាំងបាញ់របស់វាខ្លាំងជាងរថក្រោះធម្មតាយ៉ាងច្បាស់លើសពីនេះប៉មអាវុធទាំង6អាចគ្របដណ្ដប់ការបាញ់បានជុំវិញ360ដឺក្រេវាមិនដូចរថក្រោះធម្មតាដែលមានចំណុចខ្សោយនៅផ្នែកខាងក្រោយឬត្រូវបង្វិលប៉មធំដើម្បីបាញ់គោលដៅនោះទេដោយសាររថក្រោះនេះផ្លាស់ទីដោយការលោតឡើងចុះជានិច្ចវាក៏ធ្វើឲ្យស្ត្រូវពិបាកក្នុងការតម្រង់គោលដៅបាញ់ផងដែរប៉ុន្តែបើនិយាយពីគុណវិបត្តិវិញវាមានច្រើននិងច្បាស់លាស់ខ្លាំងជាដំបូងទម្ងន់របស់រថក្រោះទាំងមូលត្រូវប្រមូលផ្ដុំទៅលើជើងមេកានិកតែមួយនៅពេលជើងមេកានិកសង្កត់ចុះទៅលើដីប្រសិនបើដីទន់ពេកវាអាចលិចចូលក្នុងដីបានយ៉ាងងាយបើរឿងបែបនេះកើតឡើងរថក្រោះអាចបាត់បង់ទល់ឲ្យភាពនិងដួលក្រឡាភ្លាមទោះបីជាវាមិនដួលក៏ដោយការប៉ះទង្គិចយ៉ាងខ្លាំងនៅពេលធ្លាក់ចុះមកដីនឹងបង្កើតរំញ័រយ៉ាងខ្លាំងទៅលើទូតក្រោះលទ្ធផលអាចជាគ្រោះមហន្តរាយសម្រាប់ក្រុមអ្នកបើកបរដែលអង្គុយនៅខាងក្នុងម្យ៉ាងទៀតគ្មាននរណាអាចធានាបានថាការរចនាជើងតែមួយបែបនេះអាចធ្វើការបានល្អនៅលើផ្លូវភក់ឬផ្លូវដែលមានស្ថានភាពស្មុគស្មាញនោះទេការលោតឡើងចុះជាបន្តបន្ទាប់ក៏បង្កើតកម្លាំងរុញនិងកម្លាំងទាញយ៉ាងខ្លាំងពិបាកនឹងស្រមៃថាក្រុមអ្នកបើកបរត្រូវទ្រាំទ្រការញ័រនឹងការបោកបក់ប៉ុណ្ណាទើបអាចបន្តបំពេញភារកិច្ចបានបើវាតម្លៃតាមស្តង់ដាររថក្រោះក្នុងសម័យនោះសមត្ថភាពការពាររបស់រថក្រោះនេះក៏ខ្សោយខ្លាំងដែរដើម្បីឲ្យវាអាចលោតបានទូតក្រោះត្រូវធ្វើឲ្យស្រាលដូច្នេះសម្បកដែកការពារត្រូវតែកាត់បន្ថយរថក្រោះដែលទាំងស្រាលនិងសម្បកស្តើងបែបនេះបើចូលដល់សមរភូមិពិតប្រាកដវាស្ទើរតែคล้ายជាគោលដៅរស់សម្រាប់សត្រូវបើចង់បង្កើនសមត្ថភាពការពាររបស់រថក្រោះនេះគេត្រូវបន្ថែមសម្បកដែកឲ្យក្រាស់ជាងមុនប៉ុន្តែការបន្ថែមទម្ងន់បែបនេះក៏មានន័យថាជើងមេកានិកត្រូវតែបង្កើតកម្លាំងកាន់តែខ្លាំងដើម្បីលើករថក្រោះឲ្យលោតបានក្រុមអ្នកបើកបរប្រហែលជាគិតក្នុងចិត្តថាបើចង់ឲ្យពួកយើងស្លាប់ក៏មិនបាច់លំបាកដល់ថ្នាក់នេះដែរអ្វីត្បិតតែគម្រោងនេះមានបញ្ហាជាច្រើនហើយមិនដែលឈានដល់ការផលិតជារថក្រោះពិតប្រាកដក៏ដោយវាបានស្ថិតនៅត្រឹមតែជាគំនូររចនាប៉ុណ្ណោះប៉ុន្តែទោះជាយ៉ាងណាលោក Henry Wallace នៅតែបានដាក់ពាក្យស្នើសុំប៉ាតង់សម្រាប់ការរចនានេះនៅឆ្នាំ1945ក្រោយមកសហរដ្ឋអាមេរិកក៏បានអភិវឌ្ឍយានយន្តលោតមួយប្រភេទដែលមានឈ្មោះថា Leaping Beam វាមានទម្ងន់ត្រឹមតែ 4.5 តោនប៉ុណ្ណោះ
ល្បឿនអត្តបមារបស់វាអាចឈានដល់60គីឡូម៉ែត្រក្នុង1ម៉ោងវាអាចលោតឆ្លងឧបសគ្គដែលមានកម្ពស់ 1.2 ម៉ែត្របានហើយត្រូវបានគេចាត់ទុកថាជាគម្រោងរថយន្តលោតដែលជិតទទួលបានជោគជ័យបំផុតក្រៅពីសហរដ្ឋអាមេរិកសហភាពសូវៀតក៏ធ្លាប់ស្រាវជ្រាវនិងអភិវឌ្ឍរថក្រោះលោតមួយប្រភេទផងដែរគោលបំណងរបស់ពួកគេគឺដើម្បីឲ្យរថក្រោះអាចឆ្លងកាត់ឧបសគ្គនៅលើសមរភូមិបានកាន់តែងាយស្រួលប៉ុន្តែចុងក្រោយមិនថាគម្រោងរបស់អាមេរិកឬរបស់សូវៀតនោះទេសុទ្ធតែមានវាសនាដូចគ្នាខ្លះមានភាពស្មុគស្មាញពេកនិងមិនមានប្រយោជន៍ក្នុងការប្រើប្រាស់ជាក់ស្ដែងខ្លះទៀតបច្ចេកវិទ្យានៅសម័យនោះមិនទាន់អាចគ្រប់គ្រងឲ្យគម្រោងនេះក្លាយជាការពិតបានជាលទ្ធផលគម្រោងទាំងអស់ត្រូវបានបោះបង់ចោលជាបន្តបន្ទាប់វាក៏បានបង្ហាញឲ្យឃើញថារថក្រោះលោតគឺជាគំនិតរចនារថក្រោះមួយដែលមិនមានប្រសិទ្ធភាពបំផុតក្នុងប្រវត្តិសាស្ត្រ